កម្មភាពនៃការត្រាស់វត្តច័ន្ទសាយស្ថារាមសរសៃពងដែលហៅកាត់ថាវត្តសរសៃពងដែលស្ថិតក្នុងស្រុកក្រឡាញ់នៃខេត្តសៀមរាបជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាមុននឹងទស្សនាអំពីសកម្មភាពនៅក្នុងវីដេអូរបស់ខ្ញុំជាដំបូងសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាសូមជួយ follow page ខ្ញុំម្នាក់មួយផងបើសិនជាទស្សនានៅក្នុង channel YouTube របស់ខ្ញុំសូមជួយ subscribe channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីបានវីដេអូថ្មីៗមុនគេអរគុណតទស្សនាទាំងអស់គ្នាពេលព្រឹកនឹងដែរគឺពុកម៉ែបងប្អូនពូមីងយាយតាជាពុទ្ធបរិស័ទចំណុះជើងវត្តច័ន្ទសាយស្ថារាមសរសៃពងនឹងគឺបាននាំគ្នាគ្រប់តាំងពីព្រឹកធ្វើចំហាន់ដើម្បីយកទៅប្រគេនព្រះសង្ឃនៅក្នុងថ្ងៃត្រាស់វត្តនឹងផងដែរអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាហើយមានអ្នកខ្លះក៏បានធ្វើដំណើរមកដល់លើសាលាឆាន់ក៏បានចូលបច្ច័យដើម្បីធ្វើការកសាងនៅវត្តអារាមផ្សេងក៏ដូចជាមានអ្នកខ្លះទៀតក៏គាត់បានយកចំហាន់ដែលខំក្រោកធ្វើតាំងពីព្រឹកនឹងមកប្រគេនព្រះសង្ឃនៅក្នុងថ្ងៃត្រាស់វត្តឲ្យផងដែរហើយបន្ទាប់ពីគាត់ធ្វើការប្រគេននៅចង្ហាន់ព្រះសង្ឃរួចហើយគឺបានយកបច្ច័យមកដាក់ចូលនឹងកន្ទុយទងផងដែរដើម្បីឧទ្ទិសកុសលជូនបុព្វការីជនដែលបានចែកឋានទៅលោកខាងមុខអញ្ចឹងណាហើយបន្ទាប់មកគឺគាត់ឡើងមកលើសាលាឆាន់ដើម្បីធ្វើការស្ដាប់នៅព្រះសង្ឃសូត្រមន្តក៏ដូចជាកម្មវិធីផ្សេងផងដែរអញ្ចឹងណាបងប្អូនគ្នាហើយបន្ទាប់មកគឺបន្ទាប់ពីស្ដាប់ព្រះសង្ឃសូត្រមន្តអីផ្សេងទៀតរួចហើយគឺបងប្អូនអ្នកខ្លះគាត់បានធ្វើដំណើរមកដល់ក្នុងវត្តហើយអ្នកខ្លះទៀតក៏បានចុះទៅលើសាលាឆាន់ដើម្បីស្វែងរកក៏ដូចជាចាប់នៅកន្លែងដើម្បីរៀបចំដាក់បានព្រះសង្ឃនៅក្នុងថ្ងៃត្រាស់វត្តនោះផងដែរអញ្ចឹងណាបងប្អូនគ្នាគឺមើលតែពុទ្ធបរិស័ទចំណុះជើងវត្តនឹងគឺច្រើនកកខ្លាំងមែនទែនមកចូលរួមនៅក្នុងថ្ងៃត្រាស់វត្តនឹងគឺមកដាក់បាននឹងគឺច្រើនកកខ្លាំងមែនទែនអញ្ចឹងណាបងប្អូនគ្នាដោយសារតែនៅវត្តច័ន្ទសាយស្ថារាមនឹងគឺមានចំណុះជើងវត្តគឺច្រើនហើយនៅពេលថ្ងៃគឺមានការលេងនៅល្បែងប្រជាប្រិយជាច្រើនមានតាំងពីការលេងទាញព្រួនក៏ដូចជាមានការចូលឈូងផងដែរហើយមានលេងល្បែងអីជាច្រើនផ្សេងទៀតផងដែរអញ្ចឹងណាបងប្អូនគ្នាខ្ញុំថតបានតែខ្លះទេដោយសារតែខ្ញុំទៅនឹងនៅពេលថ្ងៃគឺខ្ញុំទៅរៀងថ្ងៃហើយអញ្ចឹងហើយក៏ថតបានតែតិចតួចតែប៉ុណ្ណោះហើយបន្ទាប់មកគឺនៅពេលរសៀលបន្តិចគឺធ្វើការដង្ហែព្រះពុទ្ធបដិមាដើម្បីធ្វើការដង្ហែទាក់សិន3ជុំព្រះវិហារមុននឹងទៅធ្វើពិធីស្រង់ព្រះពុទ្ធបដិមានៅក្នុងថ្ងៃត្រាស់វត្តច័ន្ទសាយស្ថារាមសរសៃពងនឹងអញ្ចឹងណាបងប្អូនគ្នាមើលតែពុទ្ធបរិស័ទចំណុះជើងវត្តច័ន្ទសាយស្ថារាមគឺមានជាច្រើនភូមិមើលតែបងប្អូនដែលគាត់មកចូលរួមដង្ហែព្រះពុទ្ធបដិមានៅក្នុងថ្ងៃត្រាស់វត្តនោះគឺច្រើនកកខ្លាំងមែនទែនមានតាំងពីលោកតាលោកយាយអ៊ំពូមីងបងប្របងស្រីដែលគាត់ជាពុទ្ធបរិស័ទនៅក្នុងចំណុះជើងវត្តច័ន្ទសាយស្ថារាមសរសៃពងនោះផងដែរអញ្ចឹងណាមើលតែពួកគាត់មកដង្ហែនឹងគឺច្រើនកកខ្លាំងមែនទែនមានតាំងពីខ្លះក៏ពោកូនពោចៅដើម្បីមកចូលរួមហែព្រះពុទ្ធបដិមាមុននឹងទៅធ្វើការវិធីស្រង់ព្រះនៅក្នុងថ្ងៃត្រាស់វត្តនោះផងដែរអញ្ចឹងណាបងប្អូនអរគ្នាមានតាំងពីបងប្អូនដែលគាត់មកតាំងពីទីឆ្ងាយហើយអ្នកខ្លះក៏បានមកពីប្រទេសផ្សេងជិតខាងយើងដែលគាត់ទៅធ្វើចំណាក់ស្រុកអីផ្សេងផងដែរអញ្ចឹងណាបងប្អូនអរគ្នាដែលគាត់បានមកលេងស្រុកកំណើតនៅក្នុងថ្ងៃចូលឆ្នាំប្រពៃណីជាតិនេះផងដែរអញ្ចឹងណាបងប្អូនអរគ្នាមើលតែពួកគាត់ធ្វើដំណើរមកយ៉ាងស្រស់ស្រាមនៅក្នុងថ្ងៃទាំងហាក្តៅហាថ្ងៃអញ្ចឹងណាហើយបន្ទាប់មកគឺបន្ទាប់ពីហែព្រះពុទ្ធបដិមាគ្រប់3ជុំព្រះវិហាររួចហើយគឺបានដង្ហែចូលទៅកន្លែងដើម្បីប្រារព្ធនៅកម្មវិធីស្រង់ព្រះពុទ្ធបដិមានោះផងដែរអញ្ចឹងណាបងប្អូនគ្នាហើយទៅដល់កន្លែងកម្មវិធីស្រង់ព្រះពុទ្ធបដិមានោះដែរគឺមានបងប្អូនដែលគាត់ឈរត្រៀមចាំដើម្បីធ្វើការស្រង់នៅព្រះនៅក្នុងថ្ងៃត្រាស់វត្តនោះផងដែរគឺច្រើនកកខ្លាំងមែនទែនហើយនៅក្នុងថ្ងៃនោះផងដែរគឺក្តៅខ្លាំងមែនទែនអញ្ចឹងណាបងប្អូនគ្នាកលេទៅមើលពុកម៉ែបងប្អូនជាពុទ្ធបរិស័ទក្នុងថ្ងៃនឹងផងដែរគឺគាត់បានធ្វើការរៀបចំក៏ដូចជាព្រះសង្ឃបានសូត្រធម៌អីផ្សេងដើម្បីមុននឹងប្រារព្ធកម្មវិធីស្រង់ព្រះហើយបន្ទាប់មកគឺព្រះសង្ឃបានធ្វើការប្រោះព្រំក៏ដូចជាបានបាចនៅនំចំណីអីផ្សេងមុននឹងកម្មវិធីស្រង់ព្រះមកដល់នេះផងដែរអញ្ចឹងណាបងប្អូនគ្នាមើលតែបងប្អូនជាពុទ្ធបរិស័ទគាត់មកចាំនៅត្រៀមស្រង់ព្រះនឹងគឺច្រើនកកខ្លាំងមែនទែនហើយបន្ទាប់មកគឺធ្វើការនៅស្រង់នៅព្រះរួចរាល់ហើយគឺព្រះសង្ឃបានធ្វើការប្រោះព្រំជូនទៅដល់ពុទ្ធបរិស័ទដែលបានមកចូលរួមនៅក្នុងថ្ងៃត្រាស់វត្តនឹងគឺត្រជាក់ត្រជុំខ្លាំងមែនទែនដោយសារតែថ្ងៃនឹងគឺក្តៅខ្លាំងអញ្ចឹងណាហើយបន្ទាប់មកគឺបន្ទាប់ពីស្រង់ព្រះរួចគឺបងប្អូនដែលគាត់បានធ្វើការស្រង់ព្រះរួចគឺបានធ្វើការមកចូលរួមលេងកម្សាន្តនៅក្នុងថ្ងៃត្រាស់វត្តនឹងផងដែរអញ្ចឹងណាបងប្អូនគ្នាមើលតែពួកគាត់បានចូលរួមលេងកម្សាន្តនឹងមើលទៅគឺសប្បាយខ្លាំងមែនទែនហើយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំពីដើមដល់ចប់បើសិនជាមានពាក្យសម្ដីឬកាយវិការត្រង់ណាមិនសមរម្យក៏សូមខន្តីអភ័យទោសពីសំណាក់បងប្អូនទាំងអស់គ្នាជាអ្នកទស្សនាវីដេអូរបស់ខ្ញុំហើយជូនពរបងប្អូនទាំងអស់គ្នាឲ្យរកទទួលទានមានបានសុខសប្បាយ
วัตถุធ្វើដំណើរទាំងផ្លូវចិត្តទាំងផ្លូវឆ្ងាយអរគុណជម្រាបលាបាយបាយជួបគ្នានៅវីដេអូក្រោយ